សុភាសិតចេះមកពីដឹងជោគជ័យមកពីធ្វើគឺជាពុទ្ធយ៉ាងជ្រាលជ្រៅដែលបង្ហាញពីទំនាក់ទំនងរវាងទ្រឹស្ដីនិងការអនុវត្តយើងអាចបកស្រាយចែកជាពីរផ្នែកធំៗដូចខាងក្រោម 1. ចេះមកពីដឹងចំណេះដឹងឃ្លានេះសង្កត់ធ្ងន់លើការស្វែងយល់និងការប្រមូលព័ត៌មានការឆ្វេងយល់ការដែលយើងចេះអ្វីមួយគឺចាប់ផ្ដើមចេញពីការដឹងនេះបានមកពីការមើលការស្ដាប់ការអាននិងការរៀនសូត្រពីអ្នកដទៃមូលដ្ឋានគ្រឹះបើគ្មានការស្វែងយល់ឲ្យដឹងច្បាស់លាស់ទេយើងក៏មិនអាចមានចំណេះដឹងពិតប្រាកដសម្រាប់យកទៅប្រើប្រាស់បានដែរវាគឺជាដំណាក់កាលនៃបញ្ញានិងការត្រិះរិះ 2. ជោគជ័យមកពីធ្វើការអនុវត្តឃ្លានេះគឺជាគន្លឹះសំខាន់បំផុតដែលនាំទៅរកលទ្ធផលជាក់ស្ដែងសកម្មភាពជាម្ចាស់នៃលទ្ធផលទោះបីជាយើងដឹងច្រើនប៉ុណ្ណាឬមានផែនការល្អយ៉ាងណាក៏ដោយបើយើងមិនធ្វើឬមិនចុះដៃអនុវត្តទេនោះជោគជ័យក៏មិនអាចកើតឡើងបានដែរការរៀនពីកំហុសការធ្វើនាំឲ្យយើងជួបឧបសគ្គនិងកំហុសដែលកំហុសទាំងនោះហើយគឺជាមេរៀនដែលធ្វើឲ្យយើងកាន់តែខ្លាំងនិងខិតជិតទៅរកគោលដៅវិន័យនិងការតស៊ូជោគជ័យមិនមែនបានមកដោយចៃដន្យទេប៉ុន្តែបានមកពីការខិតខំប្រឹងប្រែងធ្វើដោយមិនរុញរាសុភាសិតនេះចង់ដាស់តឿនយើងថាចំណេះដឹងគឺជាអំណាចប៉ុន្តែការអនុវត្តទើបជាអ្នកបង្កើតសមិទ្ធផលមនុស្សដែលត្រឹមតែដឹងប៉ុន្តែមិនធ្វើគឺប្រៀបដូចជាមនុស្សដែលមានផែនទីក្នុងដៃតែមិនព្រមដើរចេញពីផ្ទះដូច្នេះគេក៏មិនអាចទៅដល់គោលដៅបានឡើយដើម្បីទទួលបានជោគជ័យក្នុងជីវិតយើងត្រូវមានទាំងការចេះដឹងភ្នែកនិងការចុះធ្វើជើងដើរទៅទន្ទឹមគ្នា